វាសួរក៏ដូចជាសួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel YouTube ខ្ញុំម្ដងទៀតហើយខ្ញុំនឹងមកធ្វើការសម្រាយសាច់រឿង Near the Living Cat episode ទី5តទៅពី episode ទី4យើងគឺដឹងហើយថាអរតាដែលជាតួអង្គថ្មីឬគេនឹងគឺបានធ្វើដំណើរជាមួយនឹងក្រុមការរកជាមួយនឹងគុណាគីនឹងទៅជំរករបស់ Tsutsumi ចាតើឥឡូវមកស្ដាប់ការសម្រាយសាច់រឿង episode ទី5តោះគ្នាតាម episode ទី5មកយើងគឺឃើញមានបរិសុទ្ធ2នាក់ដែលបានរត់ចេញពីជំរករបស់ពួកគេហើយក៏បានជួបប្រទះជាមួយនឹងក្រុមចៅ3នាក់នោះក៏បានឆែកកតាបរបស់បរិសុទ្ធទាំងពីរនោះហើយក៏បានឃើញរបស់របរជាច្រើនបានធ្លាក់ចុះមកហើយរបស់របរទាំងនោះគឺវាជាវត្ថុដែលតាក់ទងជាមួយនឹងសាច់ឆ្មាថាតើវរុនឹងបានកើតឡើងដែលធ្វើឲ្យពិភពលោកច្បោកច្បល់ចឹងហើយយើងគឺអាចនិយាយបានថាវាគឺជារបស់កម្រដែរដោយសារតែសំបីតែនយោបាយដែលជាអ្នកជួយប្រជាជនចេញពីពិភពលោកច្បោកច្បល់មួយនេះនឹងក៏ត្រូវបានខ្លាចទៅជាសាច់ឆ្មាផងដែរនឹងហើយយើងគឺអាចនិយាយបានថារូបថតរបស់ឆ្មានឹងគឺវាជាវត្ថុដ៏កម្រវាមានតម្លៃថ្លៃជាងមាសទៅទៀតដូចមិនតបបានអ្វីផងពួកគេនឹងក៏បានឃើញឆ្មាជាច្រើនបានមកកន្លែងនឹងហើយក៏ប្រែក្លាយចោលទាំង3នឹងឲ្យទៅជាសត្វឆ្មាទាំងអស់ហើយគេបរិបពីអ្នកនោះវិញក៏បានមានឱកាសរួចគេចខ្លួនទៅកន្លែងមានសុវត្ថិភាពក៏ប៉ុន្តែនៅពេលដែលរត់នោះបរិម្នាក់នឹងក៏ត្រូវបានឆ្មានឹងប្រែក្លាយទៅជាសត្វឆ្មាបាត់ទៅសតែបរិម្នាក់ដែលត្រូវបានក្រុមគុណាគីនឹងបានមកជួយតនពេលតែគុណាគីជាមួយនឹងការរត់នឹងក៏នាំបរិនោះឲ្យធ្វើដំណើរជាមួយនឹងគ្នាយើងគឺបានដឹងថាបរិម្នាក់នោះគឺជាគ្រូពេទ្យដែលមានជីវិតរស់រានមានជីវិតក្រោយពីចេញពីជំរករបស់ Tsutsumi ក៏គឺបាននិយាយថានៅជំរកដែលពួកគាត់រស់នៅជាមួយនឹង Tsutsumi ឯហ្នឹងត្រូវមានរឿងកើតឡើងដែលធ្វើឲ្យពួកគេត្រូវបែងចែកចាក់ចេញពីកន្លែងហ្នឹងទៅក្រុមមនុស្សគឺអាចចាក់ចេញបានគឺដោយសារតែ Tsutsumi ហ្នឹងគឺជាអ្នកប្រាស់ផ្លូវឲ្យពួកគេនឹងបានចាក់ចេញទៅមកដល់បរិម្នាក់ដែលមានឈ្មោះថា Malo គាត់ក៏ជាមនុស្សម្នាក់ដែលបានចាក់ចេញពីជំរកនោះដែរហើយគាត់កំពុងតែធ្វើដំណើរទៅកាន់ជំរកថ្មីមួយទៀតហើយហេតុតែថារឿងដែលគួរឲ្យខ្លាចបានកើតឡើងនៅជំរកចាស់នោះហើយធ្វើឲ្យមនុស្សគ្រប់គ្នានឹងបានចាក់ចេញទៅម៉ាឡូនឹងក៏បានដើររកនៅស្លឹកឈើនិងស្មៅផ្សេងទៀតដែលអាចយកមកការពារខ្លួនពីសត្វឆ្មាក៏ពីដើររករបស់ដែលមានប្រយោជន៍រួចហើយក៏បានធ្វើម្ហូបដើម្បីចម្អែតក្រពះក៏បន្តដំណើរទៅមុខទៀតហើយមកកាន់ក្រុមគុណាគីវិញពួកគេក៏នាំយកនៅបរិសុទ្ធដែលពួកគេបានជួយនឹងមកជំរកថ្មីរបស់គេក្នុងនោះគឺមានមនុស្សច្រើនណាស់ក្រុមម្នាក់ក៏បានបោះនៅប្រដាប់បោះរំសត្វឆ្មាចេញទៅកាន់គុណាគីហើយក៏បានសួរទៅកាន់បរិសុទ្ធដែលគេបាននាំមកនោះថាជានរណាគុណាគីក៏បានប្រាប់ឲ្យពួកគេនឹងនាំបរិសុទ្ធនឹងទៅគិលានដ្ឋានជាបណ្ដោះអាសន្នសិននៅពេលដែលពួកគេដើរចូលទៅក្នុងអគារនោះមានបរិសុទ្ធម្នាក់ឈ្មោះថា Mitsuru Boatman ជាមេកានិកក៏បានសួរនាំពួកគេថាវត្តប្រឆាំងនឹងសត្វឆ្មារបស់គាត់នឹងគឺមានបញ្ហាអ្វីដែរឬទេតទៅពេលនិយាយគ្នារួចអរតាក៏បានប្រាប់ពួកគេថាលោកយាយម្នាក់គឺចង់ជួបគាត់ពេលដែលពួកគេចូលទៅដល់បន្ទប់នោះគេក៏បានឃើញលោកយាយម្នាក់មានឈ្មោះថា Katsuko Valentine ចឹងហើយអេពីសូតទី5របស់យើងត្រូវបានបញ្ចប់អរគុណអ្នកនរគ្នាដែលបានស្ដាប់នៅការសម្រាយសាច់រឿងរបស់ខ្ញុំបើសិនបើចូលចិត្តនៅការសម្រាយសាច់រឿងនេះកុំភ្លេច Subscribe ចុច Like ហើយ Comment ផងណាសូមអរគុណ